អ្នកបម្រើស្រីណាដែលនៅវង្សនេះខ្ញុំចាំឈ្មោះពួកគេបានទាំងអស់លោកកុំរើខ្លួនច្រើនពេកអីប្រយ័ត្នខ្នាតខុសល្អជាងនេះខ្ញុំបម្រើជួយដោះអាវលោកដើម្បីវាស់វែងបានកាន់តែត្រឹមត្រូវមិនខ្វល់ពីបាំងប្រុសស្រីអីបន្តិចសោះអ្នកពិតជាក្លាហានមែនអ្នកជាមហាតលិតផងតើមានអ្វីត្រូវនិយាយពីបាំងប្រុសស្រីទៅវាស់ចប់ហើយឬនៅលោកមិនមែនជាមហាតលឹកផងតើមានអ្វីត្រូវនិយាយពីការភ្ជាប់ចំណងទៅតើអ្នកដឹងពីផលវិបាកនៃការប្រព្រឹត្តអំពើអាភិះក្នុងវាំងទេខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលប្រព្រឹត្តខុសក្នុងវាំងបើការបែកធ្លាយខ្ញុំនឹងត្រូវស្លាប់នេះមិនពាក់ព័ន្ធអ្វីនឹងព្រះនាងម្ចាស់ក្ត្រីឡើយខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលប្រព្រឹត្តខុសក្នុងវាំងបើការបែកធ្លាយខ្ញុំនឹងត្រូវស្លាប់នេះមិនពាក់ព័ន្ធអ្វីនឹងលោកមេតបឡើយនេះជាពាក្យដែលខ្ញុំនិយាយកាលពីជាតិមុនពេលខ្ញុំការពារថ្វាយបង្គំលោកខាងព្រះនាងសៀនហ្វេបានត្រៀមខ្លួនរួចរាល់ហើយព្រះនាងសៀនហ្វេជាតិមុនធ្វើបាបខ្ញុំដល់ទៅ5ឆ្នាំស្រីថោកទាបស្រីថោកទាបនេះហើយជាលទ្ធផលដែលឯងល្បួងព្រះចៅអធិរាជឯងនឹងហើយដែលបានល្បួងព្រះចៅអធិរាជលោកអមេតាពិចារណានាងខ្ញុំគ្រាន់តែនិយាយជាមួយព្រះចៅអធិរាជ2-3ម៉ាត់ប៉ុណ្ណោះព្រះនាងសៀនហ្វេក៏មុខស្អាតបែបនេះបែរជាលិចលង់នៅក្នុងដំណាក់របស់ព្រះនាងសៀនហ្វេទៅវិញតែខ្ញុំអាចឲ្យឯងបង្ហាញមុខនៅចំពោះព្រះចៅអធិរាជបានបើឯងមានសមត្ថភាពខ្លាចជាស្នំឯកខ្ញុំនឹងជួយឯងឲ្យឡើងឋានៈជាអធិរាជិនីបើឯងគ្មានសមត្ថភាពចឹងឯងត្រូវនៅជាមួយខ្ញុំឯងហ៊ានភ្នាល់អត់សូមលោកអមេតាស្រឡាញ់នាងខ្ញុំផងសូមឲ្យនាងខ្ញុំភ្នាល់ម្ដងចុះតើលោកវាយឈុងឈឿងខ្លាចជាមេនាយកដោយសារតែព្រះនាងសៀនក្នុងជាតិនេះមែនទេឥឡូវនេះខ្សែបន្ទាត់ពេលវេលាបានផ្លាស់ប្ដូរយើងមិនអាចធ្វើអ្វីដោយមិនគិតមុខក្រោយទៀតទេយើងត្រូវតែធ្វើឲ្យលោកវាយឈុងឈឿងខ្លាចជាមនុស្សរបស់យើងជាមុនសិននេះគឺជាផ្លូវដែលលោកវាយឈុងឈឿងត្រូវតែដរាបណាខ្ញុំអាចធ្វើដូចជាតិនេះខ្ញុំនឹងធ្វើពុតជាឈឺដើម្បីឲ្យលោកវាយឈុងឈឿងមានចិត្តអាណិតហើយសហការជាមួយគាត់អ្វីនឹងងាយស្រួលមកដល់ហើយមានរឿងអីដំណើរការមិនទាន់ចប់ផងត្រូវគេបៀតបៀនត្រូវគេវាយសូមលោកឪពុកអាណិតអនខ្ញុំអ្នកណាហ៊ានម្លេះហ៊ានមកស្លៀកពាក់មិនសមរម្យនៅទីនេះតើនេះជាអ្វីទៅថ្វាយបង្គំទ្រង់ព្រះនាងសៀនអូលោកវៃជីនស៊ុយសោះលោកវៃជីនស៊ុយពិតជាមានអារម្មណ៍ល្អណាស់ដែលបានឈរមើលព្រើជាមួយស្រីបម្រើនៅទីនេះព្រះនាងនិយាយលេងហើយទូបង្គំបានទទួលបញ្ជាពីព្រះចៅអធិរាជឲ្យល្បាតពេលយប់បានជួបស្រីបម្រើពីឃ្លាំងស៊ីនជឺមិនដឹងខុសត្រូវកំពុងតែត្រៀមនឹងដាក់ទោសនាងងើបមុខឡើងឲ្យយើងមើលបន្តិចយើងមិនដឹងសោះថានៅក្នុងវាំងមានស្រីស្អាតបែបនេះទៀតបើនៅឃ្លាំងស៊ីនជឺតើមិនខ្ជិះខ្ជីទេមិនមកបម្រើនៅក្នុងវាំងយើងព្រះនាងស្រីបម្រើម្នាក់នេះបានបំពានច្បាប់វាំងជាច្រើនលើកទូបង្គំនឹងបណ្ដេញនាងចេញពីវាំងទូបង្គំសូមតាមបម្រើព្រះនាង